តាមដានការផ្សាយផ្ទាល់បាទរបស់អង្គភាព SNTV Breaking News បាទគណៈពេលនេះបាទម៉ោង 8:45 នាទីបាទទេម៉ោង 9 ម៉ោង 9:45 នាទីប្រិយមិត្តច្បាស់សិនមែនជាស្អីបាទម៉ោង 9:40 នាទីបាទថ្ងៃទី 10 ខែមីនា ឆ្នាំ 2025 បាទតាមបណ្ដោយផ្លូវជាតិលេខ 4 ត្រង់ចំណុចចិត្តក្រសាំង PTT ឃ្លាំងលើប្រិយមិត្តទស្សនិកជនបាទមានករណីគ្រោះថ្នាក់ចរាចរណ៍បាទរវាងម៉ូតូបាទពីរគ្រឿងប៉ះគ្នាបាទប្រហែលជាមានមួយគ្រឿងបាទអាចបើកប្រច្រាស់ផ្លូវប្រិយមិត្តបាទយកថាម៉ូតូមួយណាទេដែលអាចបើកប្រច្រាស់ផ្លូវយ៉ាងម៉េចយើងអត់ដឹងទេប្រិយមិត្តបាទឥឡូវនេះយើងឃើញថាម៉ូតូកូនទាមួយគ្រឿងនេះបាទពណ៌ស្លាទុំហ្នឹងបាទតែបែរមុខទៅពីលេខតកើតបាទម៉ូតូមានណាម៉ូតូនេះមកពីនោះត្រង់ម៉ូតូនេះប្រចាំម៉ូតូកូនទឿហ្នឹងឯងអានេះគេមកត្រង់គេមកពីនោះអានេះទៅពីនោះមកពីលេខតកើតម៉ូតូកូនទឿហ្នឹងហើយបើកដល់អូនស្រីនោះហ៎បាទត្រូវលួសធ្ងន់អត់ចែអត់អីទេការឡានពេទ្យទេបាទអញ្ចឹងម៉ូតូអសងនោះបើកពីបច្រាស់ផ្លូវបាទប្រិយមិត្តទស្សនិកជនបាទឥឡូវនេះយើងដឹងហើយថាម៉ូតូកូនទាដែលបែកបាពីកើតតលិចនេះគឺត្រឡប់ក្បាលទេបាទតាមប្រភពនៅកន្លែងកាត់ហេតុបាទហើយម៉ូតូមួយគ្រឿងទៀតនេះគឺម៉ាក Honda Dream ពណ៌ខ្មៅបាទប្រិយមិត្តបាទមើលស្លាកលេខប៉ុន្មានសៀមរាបចិត្តហ្នឹងស្រួលទៅក្រុមហ៊ុនចិត្តដល់ជីទៅប្រាប់ក្រុមហ៊ុន4695បងប្អូនប្រិយមិត្តបាទក្រុមហ៊ុនចិត្តហ្នឹងបាទគឺម៉ូតូទី2មើលស្លាកលេខតិចមើលបើកបតពីកើតចេញចលិចបងប្អូនបាទគឺបើកបតច្រាស់បាទHonda Dream ហ្នឹងគឺវាពាក់ស្លាកលេខបាទប្រិមិត្តនោះសៀមរាបបាទ 1AK បាទ4695បាទតែបើកបតឲ្យប្រុសម្នាក់បាទកំពុងដេកស្នុកស្ដឹងនៅក្បែរម៉ូតូនេះតែម្ដងប្រិមិត្តបាទជំនឿបាទហើយយើងទទួលព័ត៌មានបឋមដែរថាម៉ូតូមួយគ្រឿងនេះគឺគាត់បើកប្រច្រាស់បាទតាមប្រភពនៅកន្លែងកាត់ហេតុបាទឥឡូវនេះគាត់នៅកន្លែងកាត់ហេតុនេះគឺបាទដេកស្លប់ស្ដុកស្ដឹងនៅកន្លែងហ្នឹងមកប្រិមិត្តបាទយើងអត់ដឹងថាគាត់ស្រវឹងឬក៏យ៉ាងណាទេប៉ុន្តែគាត់ថាគេអាចរាយការណ៍បងប្អូនជាបរិវត្តជុំវិញកាត់ហេតុនេះគាត់ថាគាត់បើកប្រច្រាស់ផ្លូវបាទនេះគាត់ជាព័ត៌មានបឋមបាទព័ត៌មានបឋមពីនៅកន្លែងហេតុការណ៍បាទហើយគណៈពេលនេះយើងមិនទាន់ឃើញមានវត្តមានសមត្ថកិច្ចមកដល់ទីតាំងកន្លែងកាត់ហេតុនេះឡើយទេបាទហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនជុំវិញកន្លែងកាត់ហេតុនេះតតែម្ដងបាទហើយកូនស្រីដែលជិះម៉ូតូបាទកូនទាពណ៌ស្លាទុំនោះបាទរងរបួសស្រាលបាទប្រិយមិត្តបាទប្រិមិត្តទស្សនិកជនបាទយើងហេតុការណ៍នេះគឺកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 4 ត្រង់ចំណុចបាទក្រាសាំង PTT ប្រិមិត្តបាទឃ្លាំងលើបាទក្នុងហេតុការណ៍នេះយើងបង្កឲ្យមានអ្នករងរបួស2នាក់បាទម្នាក់ធ្ងន់បាទដេកនៅកន្លែងម៉ូតូនោះបាទមានឈាមមានអីមិនដឹងថាយ៉ាងណាទេហើយរថយន្តបស្គ្រោះមិនទាន់នៅវិទីពេទ្យថ្ងៃផ្សេងនោះយើងក៏អត់តមកដល់ដែរហើយសមត្ថកិច្ចក៏អត់តមកដល់ដែរប្រិយមិត្តជនបាទឃើញថាបងប្អូនជាបរិវត្តនៅកន្លែងកាត់ហេតុនេះកំពុងបាទជួយសម្រួលបាទមិនដឹងថាយ៉ាងណាយ៉ាងណីទេបាទពេលលើកដៃជើងញ៉ាំនោះបាទគាត់មិនបងគាត់មិនអីគាត់យ៉ាងម៉េចហីខាងខ្សែទេបាទបងឯងមកសៀបមើលអីមើលមានទូរស័ព្ទមានអីបងឯងបាយសៀបហ្នឹងអីបាយសៀបមើលសៀបក៏លោកមានលេខមានទូរស័ព្ទអីតាក់ទងទៅក្រុមគូសាគាត់ណាសាប់គាត់ក៏អីគេគាត់សួរគាត់ដឹងហេតុគាត់ដឹងហើយគាត់ដឹងពេកខ្លួនសួរថាគាត់លើលោកគាត់ដឹងគាត់អាចស្គាល់លេខទូរស័ព្ទថាជាក្រុមគ្រួសារគាត់ទេបងគាត់មកហើយឡើងទៅហើយ
បាទប្រិមិត្តទីជនយើងថាបរោះម្នាក់នោះនៅតដឹងខ្លួនតិចទេប្រិមិត្តបាទហើយយើងមិនឃើញបបពជាប្រវត្តិនៅកន្លែងការ៉ែនេះគាត់ជួយបាទសម្រួលសុខធម្មជាមួយគាត់ដែរហើយបន្តមកនេះលើកទទួលព័ត៌មានថារថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យប្រៃសិនរបស់យើងកំពុងតែចេញដំណើរមកដែរហើយប្រិមិត្តបាទបាទប្រិមិត្តជនបាទគណៈពេលនេះខ្ញុំបាទវ៉ានីក៏សូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះសម្ប្រិយមិត្តតែកំពុងតែតាមដាននឹងការផ្សាយផ្ទាល់របស់អង្គភាព SNTV Breaking News បាទតាមរយៈ page KBS បាទ Breaking News បាទហើយក៏ខ្ញុំសូមការខន្តីអភ័យទោសពីសំណាក់ពលរដ្ឋជនផងដែរថាបើសិននឹងខ្ញុំបាទអត្ថាធិប្បាយមានតែការខំឆ្កងដោយប្រការណាមួយដោយអចេតនាសូមមេត្តាខន្តីបទរបស់ខ្ញុំបាទផងគណៈពេលខ្ញុំបាទវ៉ានីសូមអរគុណសូមគោរពលា